ក្រុមសង្កេតការអាស៊ាន AOT ចុះមើលផលប៉ះពាល់ដែលយោធាថៃវាយប្រហារនិងរីបន្លាលួចច្រកអន្តរជាតិអូស្មាចអភិបាលខេត្តឧត្តរមានជ័យលោកមានច័ន្ទយ៉ាដានៅថ្ងៃប្រហ័សទី8ខែមករានេះបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអ្នកសង្កេតការអាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារនិងរីបន្លាលួចចូលមកលើច្រកអន្តរជាតិអូស្មាចលោកមានច័ន្ទយ៉ាដាបានលើកឡើងថាបន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃដែលបានប្រើប្រាស់អាវុធទន់ធ្ងន់ប្លង់ចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជាដែលបង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាផ្ទះសម្បែងនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំនៅព្រឹកថ្ងៃទី8ខែមករានេះលោកបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលទីហ៊ានថៃវាប្រហារមកលើច្រកអន្តរជាតិអូស្មាចសង្កាត់អូស្មាចក្រុងសំរងខេត្តឧត្តរមានជ័យគួរឲ្យដឹងថាក្រុមសង្កេតការអាស៊ាន AOT ថ្មីនេះក៏បានចុះពិនិត្យផលប៉ះពាល់ស្ពានអូជីកដែលរងការខូចខាតដោយសារយោធាសៀមឈ្លានពានប្រើយន្តហោះ F16 ទម្លាក់គ្រាប់បែកនៅស្រុកចុងកាខេត្តឧត្តរមានជ័យព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាប